បាទបងឡានក្រុមការងារគាត់ខូចម៉ាស៊ីនត្រជាក់ញឹកពេកបាទតិច compressor តិចគេឆ្លាញ់ក្តៅត្រជាក់ខូចនិយាយទៅញឹកពេកអញ្ចឹងក៏ឈប់ធ្វើវាទៅគាត់ឆ្នៃដាក់ម៉ាស៊ីនត្រជាក់12 វ៉ុលម្ដងបាទម៉ាស៊ីនត្រជាក់អគុយគាត់តែញយកមកដាក់បាទគាត់កាត់តវយើងដាក់កដាអញ្ចឹងទៅម៉ាស៊ីនត្រជាក់12 វ៉ុលប៉ុន្តែវាដំណើរការដោយភ្លើងអគុយឡានដេប៉ុន្តែបើសិនជាយើងប្រើអញ្ចឹងវាអស់អគុយឡានដេហើយសាកអត់តាន់ទេឌីណាម៉ូឡានណាយើងតេស្តទៅគឺអស់អត់រួចទេឌីណាម៉ូឡាននិងអគុយឡានដេហ្នឹងទោះតែយើងកែឌីណាម៉ូឲ្យធំជាងមុនឬក៏បែបម៉េចហ្នឹងណាអញ្ចឹងយើងសម្រេចថាអត់ទេយើងដូរទៅជាយើងដាក់សូឡាវិញបាទយើងដាក់ថ្មមកបាទដាក់ថ្មហើយយើងដាក់សូឡាលើតវដើម្បីជួយអញ្ចឹងយើងដាក់charger MPPT មួយទៅហើយសូឡាយើងបិទលើតវមួយសន្លឹកទៅសូឡាទុនណាហើយនេះម៉ាស៊ីនត្រជាក់គ្រឿងក្នុងវាមាន compressor មានកញ្ច្រែងក្រៅត្រជាក់អីមក complete របស់គេអញ្ចឹង12 វ៉ុលហើយយើងជំនួយដោយសូឡាយើងហើយថ្មយើងដាក់ធំទៅយើងវាសាកព្រោះយើងមិនសូវជីហ្មងណាជីតែពេលធ្វើការងារអញ្ចឹងយើងសាកវាឲ្យពេញថ្មទៅយើងប្រើបានហើយឌីណាម៉ូឡានសាកបានប៉ុណ្ណាទៅយើងខ្ជិលកែឌីណាម៉ូឡានទៀតព្រោះថាបើសិនជាពឹងលើឌីណាម៉ូឡានក៏ដូចជាអគុយដេគឺអស់រួចទេព្រោះវាស៊ីភ្លើងអញ្ចឹងត្រូវឡើង